ពេលខ្លះវាពិតជាឈឺចាប់មែនទែននៅពេលដែលយើងជាមនុស្សម្នាក់ដែលតែងតែលើកទឹកចិត្តគេគ្រប់គ្នានៅពេលដែលគេបាក់ទឹកចិត្តប៉ុន្តែនៅពេលដែលយើងមានបញ្ហាគឺយើងជ្រើសរើសភាពស្ងប់ស្ងាត់ដែលអត់មានអ្នកណាដែលអាចលើកទឹកចិត្តយើងបានទេហើយវាក៏ជារឿងមួយដែលយើងនឹកស្មានដល់ដែរថាមនុស្សដែលកំពុងតែជួបទុក្ខលំបាកដូចយើងអាចមានវិធីសាស្ត្រក្នុងការលើកទឹកចិត្តមនុស្សម្នាក់ទៀតឲ្យគេក្រោកឈរឡើងបានអញ្ចឹងពេលនោះវាក៏ជាបើសម្រាប់ខ្ញុំគឺជាការ motivation មួយសម្រាប់ខ្ញុំគឺជាការលើកទឹកចិត្តមួយសម្រាប់ខ្ញុំដូចគ្នាដែរនៅពេលដែលខ្ញុំអាចលើកទឹកចិត្តនរណាម្នាក់ពេលដែលខ្ញុំអាចចែករំលែកនៅបទពិសោធន៍ឬក៏ពេលដែលខ្ញុំអាចពិភាក្សាជាមួយនរណាម្នាក់ដែលគាត់កំពុងតែមានទុក្ខលំបាកឬក៏គាត់កំពុងតែត្រូវការការពិភាក្សាពីយើងខ្ញុំតែងតែសប្បាយចិត្តនៅពេលដែលខ្ញុំចែករំលែកទៅមនុស្សគ្រប់គ្នាហើយវាគឺជាសេចក្តីសុខមួយសម្រាប់ខ្ញុំគឺជាពេលវេលាមួយដែលធ្វើឲ្យខ្ញុំដឹងថាពេលដែលខ្ញុំចាប់ផ្ដើមចែករំលែកពេលដែលខ្ញុំនិយាយច្រើនពេលដែលខ្ញុំនិយាយអ្វីដែលខ្ញុំបានដឹងបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបចេញមកទីមួយវាធ្វើឲ្យខ្ញុំធូរស្រាលក្នុងចិត្តទីពីរវាធ្វើឲ្យខ្ញុំដឹងថាការពិតមានពាក្យជាច្រើននិងអ្វីជាច្រើនដែលខ្ញុំអាចនិយាយដើម្បីលើកទឹកចិត្តខ្លួនឯងប៉ុន្តែពេលដែលខ្ញុំពិបាកគឺខ្ញុំអាចនឹកឃើញពីអស់ហ្នឹងឯងប៉ុន្តែនៅពេលដែលមានអ្នកផ្សេងពិបាកខ្ញុំបាច់ជានឹកឃើញពីនឹងនិយាយមកអញ្ចឹងវាដូចជាការជួយគេក៏រឿងមួយហើយក៏ដូចជាជួយខ្លួនឯងដែរអញ្ចឹងសម្រាប់ខ្ញុំវាអាចនិយាយបានថាពេលខ្លះក៏យើងឈឺចាប់ដែរដែលយើងអត់អាចរហូតដល់ណាដែលលើកទឹកចិត្តយើងបានយើងសុខចិត្តជ្រើសរើសការស្ងប់ស្ងាត់ប៉ុន្តែបើយើងគិតមកបកមកបែបទៀតវាមិនមែនជារឿងដែលឈឺចាប់ទេប៉ុន្តែវាជារឿងមួយដែលមានមោទនភាពនៅពេលដែលយើងកំពុងតែមានបញ្ហាខ្លួនឯងប៉ុន្តែយើងអាចទៅលើកទឹកចិត្តគេបានស្របពេលហ្នឹងដែរយើងអាចនឹងយកពាក្យដែលយើងគិតថាយើងមិនដែរនឹងលឺយើងគិតថាយើងមិននឹងអាចនិយាយបានហ្នឹងយើងតែជានិយាយបានយកមកដាក់ខ្លួនឯងដូចគ្នាចឹងសម្រាប់ខ្ញុំគឺខ្ញុំសប្បាយចិត្តខ្ញុំនៅតែមានមោទនភាពចំពោះខ្លួនឯងដែលខ្ញុំអាចជួយអ្នកដទៃឲ្យគាត់អាចក្រោកឈរបានហើយខ្ញុំក៏នៅតែសន្យាជាមួយខ្លួនឯងដដែលថាខ្ញុំអាចជួយគេបានខ្ញុំក៏ត្រូវតែអាចជួយខ្លួនឯងបានដូចគ្នាខ្ញុំអត់បោះបង់ខ្លួនឯងទេពីព្រោះនៅពេលដែលខ្ញុំអាចក្រោកឈរបានមិនមែនតែខ្ញុំម្នាក់ឯងដែលអាចក្រោកឈរបានមនុស្សច្រើនអ្នកទៀតដែលនៅជាមួយខ្ញុំនឹងអាចក្រោកឈរបានដូចខ្ញុំដែរ